សកម្មភាពសប្តាហ៍ទី3 ខែមិថុនារបស់អាយដាមយ៉ាងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់តកៅថ្ងៃអាទិត្យ12រោចខែចេសឆ្នាំម្សាញ់សតវត្សរ៍ពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី22ខែមិថុនាឆ្នាំ2025សហជីវិនអាយពិសិដ្ឋតំណាងដ៏ខ្ពង់ខ្ពស់របស់អាយដាមយ៉ាងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវព្រមទាំងថ្នាក់ដឹកនាំបានចុះជួបនិងសួរសុខទុក្ខដល់មន្ត្រីគណៈបកតាមមូលដ្ឋាននិងបានព័ំនាំព្រះបន្ទូលសួរសុខទុក្ខរបស់ព្រះអម្ចាស់នរោត្តមចក្រវុឌ្ឍតាមមូលដ្ឋានឃុំស្រុកគិរីវង្សនៅស្នាក់ការឃុំកោព្រិចស្រុកគិរីវង្សខេត្តតាកែវក្នុងឱកាសនោះផងដែរសហជីវិនបានព័ំនាំព្រះបន្ទូលសួរសុខទុក្ខដល់មន្ត្រីគណៈបកនៅតាមមូលដ្ឋានឲ្យខិតខំបម្រើរាស្ត្រនៅតាមមូលដ្ឋានរបស់ខ្លួនក្នុងឱកាសនោះដែរសហជីវិនបានឲ្យមន្ត្រីគណៈបកចុះសិក្សាពីអត្តសញ្ញាណប្រជារាស្ត្រដែលក្រីក្រពិតប្រាកដនិងខ្វះខាតជូនគណៈបកដើម្បីគណៈបករាជានិយមដែលមានកៅអីនៅរដ្ឋសភាជាតិដាក់ជូនអង្គសភាជាតិដោះស្រាយជូនប្រជារាស្ត្រជាចុងក្រោយសហជីវិនបានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមឈរជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់នៅរសៀលថ្ងៃនេះដដែលសហជីវិនជ្រៃវិចិត្រប្រធានប្រតិបត្តិក្រុងដូនកែវតំណាងដ៏ខ្ពង់ខ្ពស់របស់អាយដាមយ៉ាងសវណ្ណាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានក្រុមការងារបោះឆ្នោតខេត្តតាកែវព្រមទាំងថ្នាក់ដឹកនាំក្រុងដូនកែវបានលើកស្លាកទីស្នាក់ការសង្កាត់បាក់រាយក្នុងក្រុងដូនកែវខេត្តតាកែវការលើកស្លាកនៅទីស្នាក់ការសង្កាត់ដើម្បីងាយស្រួលដល់ការជួបជុំសមាជិកាគណៈបកអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យអំពីសុខទុក្ខបងប្អូនជនរួមជាតិនិងសេចក្តីត្រូវការរបស់ប្រជារាស្ត្រជូនមកគណៈបករាជានិយមយកទៅរដ្ឋសភាជាតិក្នុងឱកាសនោះផងដែរសហជីវិនបានបន្តការលើកស្លាកគណៈបកតាមផ្លូវសាធារណៈដើម្បីឲ្យអ្នកគាំទ្រព្រះអម្ចាស់នរោត្តមចក្រវុឌ្ឍបានឃើញព្រះឆាយាល័ក្ខណ៍ព្រះអម្ចាស់ព្រះប្រធានទទឹមនឹងពេលនោះសហជីវិនក៏បានព័ំនាំព្រះរាជបន្ទូលសួរសុខទុក្ខដល់មន្ត្រីគណៈបកនៅតាមមូលដ្ឋានឲ្យខិតខំបម្រើប្រជារាស្ត្រនៅតាមមូលដ្ឋានរបស់ខ្លួនជាចុងក្រោយសហជីវិនក៏បានអំពាវនាវឲ្យនិស្សិតបញ្ញវន្តអ្នកស្រឡាញ់រាជានិយមអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងបងប្អូនស្នេហាជាតិមកចូលរួមឈរជាបេក្ខភាពមេឃុំចៅសង្កាត់ដើម្បីចូលរួមដឹកនាំនិងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនដោយផ្ទាល់ជ័យយោ